រឿងខ្មោចដើមអំពិលកាលពីយូរលង់ណាស់មកហើយនៅភូមិមួយដ៏ស្ងប់ស្ងាត់មានដើមអំពិលធំខ្ពស់ត្រដែតមួយដើមដែលដុះនៅកណ្ដាលវាលស្រែដ៏ល្វឹងល្វើយដើមអំពិលនេះមិនត្រឹមតែជាកន្លែងលុបដ៏ត្រជាក់ប៉ុណ្ណោះទេតែវាថែមទាំងល្បីល្បាញដោយសារមានខ្មោចដើមអំពិលលងបន្លាចអ្នកភូមិគ្រប់គ្នាជឿថាខ្មោចនោះគឺជាវិញ្ញាណរបស់ស្ត្រីម្នាក់ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអាថ៌កំបាំងនៅក្រោមដើមអំពិលនោះកាលពីច្រើនទសវត្សរ៍មុនរឿងព្រេងនិទានបាននិយាយថាស្ត្រីនោះឈ្មោះនាងលីជាស្រីក្រមុំវ័យក្មេងម្នាក់ដែលត្រូវបានគូដណ្ដឹងបោះបង់ចោលនាងបានឈឺចាប់ខ្លាំងពេករហូតដល់សម្រេចចិត្តចងកសម្រាប់ខ្លួនឯងនៅក្រោមដើមអំពិលនោះចាប់តាំងពីនាងលីស្លាប់ទៅអ្នកភូមិបានឃើញរឿងចម្លែកជាច្រើនកើតឡើងនៅជុំវិញដើមអំពិលនោះពួកគេបានឮសំឡេងយំសោកសង្រេងរបស់នាងលីនៅពេលយប់ជ្រៅជាពិសេសនៅពេលយប់ខែភ្លឺខ្លះទៀតថាពួកគេធ្លាប់បានឃើញស្រមោលស្ត្រីឈរសក់រលាស់នៅក្រោមដើមអំពិលហាក់ដូចជាកំពុងរងចាំនរណាម្នាក់ដោយសារតែរឿងរ៉ាវដ៏អាថ៌កំបាំងទាំងនេះគ្មាននរណាម្នាក់ហ៊ានចូលទៅជិតដើមអំពិលនោះឡើយនៅពេលដែលមេឃងងឹតសោះយុគមួយដងងឹតសូនឈឹងគ្មានពន្លឺព្រះច័ន្ទសូម្បីបន្តិចមានបុរសវ័យកណ្ដាលម្នាក់ឈ្មោះលោកសំអុលជាអ្នកធ្វើដំណើរមកពីទីក្រុងដែលត្រូវបង្ខំចិត្តឆ្លងកាត់វាលស្រែនោះដើម្បីទៅភូមិមួយទៀតគាត់ជាមនុស្សមិនជឿរឿងខ្មោចនោះទេហើយគិតថារឿងទាំងអស់នោះគ្រាន់តែជារឿងបំភ័យប៉ុណ្ណោះគាត់បានដើរយ៉ាងលឿនឆ្លងកាត់វាលស្រែដោយមានពិលមួយកាន់នៅនឹងដៃពេលលោកសំអុលដើរទៅដល់ក្បែរដើមអំពិលនោះស្រាប់តែមានខ្យល់រងាបានបក់បោកមកយ៉ាងខ្លាំងធ្វើឲ្យគាត់ព្រឺសម្បូរគាត់បានឈប់ដើរមួយសន្ទុះហើយបានឆ្លោះពិលទៅមើលជុំវិញគាត់មិនឃើញអ្វីសោះឡើយក្រៅពីភាពងងឹតសូនឈឹងនិងសំឡេងខ្យល់បក់រំហើយស្លឹកអំពិលគាត់បានបន្តដើរទៅមុខទៀតភ្លាមនោះគាត់បានឮសំឡេងយំសោកដ៏ស្រងក់ស្រងាត់បានបន្លឺឡើងពីក្រោមដើមអំពិលនោះសំឡេងនោះស្ដាប់ទៅដូចជាសំឡេងស្ត្រីកំពុងយំលោកសំអុលចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចបន្តិចគាត់បានព្យាយាមទប់អារម្មណ៍ហើយបានឆ្លុះពិលទៅកាន់ទិសដៅនៃសំឡេងនោះគាត់បានឃើញស្រមោលស្រអាបមួយឈរនៅក្រោមដើមអំពិលវាមើលទៅដូចជាស្ត្រីម្នាក់ដែលមានសក់វែងរលត់ហើយស្លៀកពាក់ឈុតសលោកសំអុលភ័យខ្លាចយ៉ាងខ្លាំងគាត់បានព្យាយាមរត់គេចប៉ុន្តែជើងរបស់គាត់ហាក់ដូចជាជាប់គាំងនឹងដីស្រមោលនោះបានចាប់ដើមរំកិលមករកគាត់យឺតក្នុងពេលជាមួយគ្នានោះគាត់បានធំក្លិនផ្កាម្លិះដ៏ឈ្ងុយឈ្ងប់ប៉ុន្តែជាក្លិនដែលបង្កប់នូវភាពត្រជាក់ស្រាប់សំឡេងខ្សឹបខ្សៀវដ៏ត្រជាក់បានបន្លឺឡើងថាបងហេតុអ្វីបងបោះបង់អូនលោកសំអុលបានដឹងថាខ្មោចនោះគឺជាវិញ្ញាណរបស់នាងលីគាត់បានស្រែកឡើងដោយការភ័យខ្លាចហើយបានព្យាយាមរត់គេចខ្លួនម្ដងទៀតតែស្រមោលនោះបានខិតកាន់តែជិតហើយគាត់អាចមើលឃើញភ្នែកក្រហមឆៅរបស់វាស្រមោលនោះបានលូកដៃមករកគាត់ហើយគាត់មានអារម្មណ៍ថាត្រជាក់ស្រាប់នៅលើស្បែកគាត់ក៏ដួលសន្លប់បាត់ស្មារតីពេលព្រឹកឡើងមានអ្នកភូមិម្នាក់ដែលបានដើរទៅស្រែក៏បានប្រទះឃើញលោកសំអុលដេកសន្លប់បាត់ស្មារតីនៅក្រោមដើមអំពិលនោះគាត់ក៏បានរត់ទៅប្រាប់អ្នកភូមិហើយពួកគេបាននាំគ្នាទៅជួយលោកសំអុលបានត្រូវបញ្ជូនទៅមន្ទីរពេទ្យហើយគាត់បានជាសះស្បើយពីជំងឺប៉ុន្តែចាប់តាំងពីថ្ងៃនោះមកគាត់បានក្លាយទៅជាមនុស្សភ័យខ្លាចរអានឹងដើមអំពិលហើយមិនហ៊ានដើរឆ្លងកាត់វាលស្រែនៅពេលយប់ទៀតឡើយគាត់បានឈប់លែងជឿថាខ្មោចគ្មានពិតទៀតហើយរឿងរ៉ាវរបស់លោកសំអុលបានបន្ថែមទៅលើភាពអាថ៌កំបាំងនិងភាពភ័យរន្ធត់នៃខ្មោចដើមអំពិលនោះកាន់តែខ្លាំងគ្មាននរណាម្នាក់ហ៊ានចូលទៅជិតដើមអំពិលនោះទៀតឡើយនៅពេលដែលមេឃងងឹតសោះដើមអំពិលនោះនៅតែឈរស្ងៀមស្ងាត់នៅក្រោមពន្លឺព្រះច័ន្ទនៅពេលយប់ដោយលាក់បាំងនឹងអាថ៌កំបាំងដ៏គួរឲ្យខ្លាចជារៀងរហូតរឿងនេះចប់តែប៉ុណ្្នេះហើយតើបងប្អូនយល់យ៉ាងណាចំពោះរឿងខាងលើជួយខមមិនម្នាក់មួយផងណា